ឲ្យរើពួកក្មេងភ័យខ្លាចព្រោះពួកគេអាចជាសំឡេងចលាចលនៅជុំវិញផ្ទះ Jamie ទៅមាត់ទ្វារហើយហៅពុករបស់គាត់ស្រាប់តែទ្វារចាប់ផ្ដើមញ័រនៅពេលនោះបន្ទប់ត្រូវបានបើកដោយបង្ខំហើយសត្វដូចខ្មោចឆៅដែលគេស្គាល់ថាជាសត្វចម្លែកបានផ្ទុះចូលពួកគេវាយប្រហារក្មេងស្រីយ៉ាងឆាប់រហ័សដោយស៊ីពួកគេដោយមិនបានកត់សម្គាល់ Jamie នៅពីក្រោយទ្វារឡើយគាត់ប្រើឱកាសដើម្បីរត់គេចខ្លួនហើយត្រូវមើលម្ដាយរបស់គាត់ត្រូវបានគេស៊ីនៅក្នុងបន្ទប់មួយទៀតខណៈពេលដែលគាត់រត់ជុំវិញផ្ទះគាត់បន្តឃើញសាច់ញាតិទាំងអស់របស់គាត់បណ្ដាប្រែទៅជាសត្វចម្លែកប៉ុន្តែជាសំណាងល្អគាត់អាចចាក់ចេញពីអគារបានមានសត្វចម្លែកច្រើនទៀតនៅខាងក្រៅដូច្នេះ Jamie ប្រញាប់ទៅព្រះវិហារដើម្បីស្វែងរកឪពុករបស់គាត់និងសុំជំនួយពីគាត់ទោះជាយ៉ាងណាក៏ដោយសង្ឃមិនគិតថាសត្វចម្លែកជារឿងអាក្រក់នោះទេតាមពិតគាត់គិតថាពួកគេត្រូវបានសង្គ្រោះព្រោះនៅក្នុងក្រសែភ្នែករបស់គាត់នេះជាថ្ងៃជំនុំជម្រះគាត់ផ្ដល់ឲ្យ Jamie ឈើឆ្កាំងមាសរបស់គាត់ហើយសុំឲ្យគាត់មានជំនឿពេលនោះសត្វចម្លែកបានផ្ទុះកញ្ចក់ចូលហើយ Jamie រត់នៅឆ្ងាយប៉ុន្តែឪពុករបស់គាត់នៅខាងក្រោយព្រោះគាត់ចង់បានការសង្គ្រោះមនុស្សដែលបានឆ្លងមេរោគកូលើគាត់ហើយខំគាត់យ៉ាងលឿនបណ្ដាលឲ្យគាត់ខ្លាចជាអ្នកឆ្លងមេរោគផងដែរភាពវឹកវរទាំងអស់នេះបណ្ដាលមកពីមេរោគកំហឹងទ្វីបអឺរ៉ុបបើកឡានវាចេញហើយមានវានៅក្នុងចក្រភពអង់គ្លេសដែលត្រូវបានកាត់ផ្តាច់ពីពិភពលោកវាប្រែជាទីហោះស្ថានដែលអ្នកនៅរស់រានមានជីវិតត្រូវតែការពារខ្លួនឯង28ឆ្នាំបន្ទាប់ពីការផ្ទុះឡើងដំបូងសហគមន៍នៃអ្នករស់រានមានជីវិតរស់នៅលើកោះ Lindisfarne ដែលជាតំបន់សុវត្ថិភាពបំបែកចេញពីដីគោកដោយផ្លូវទឹកជំនោរថ្ងៃនេះកុមារម្នាក់ឈ្មោះ Spike នឹងត្រូវបានបង្រៀនពីរបៀបសម្លាប់ដំបូងរបស់គាត់ឆ្លងមេរោគឪពុករបស់គាត់ឈ្មោះ James រៀបចំអាហារពេលព្រឹកប៉ុន្តែរំខាននៅពេលដែលគាត់ឮប្រពន្ធឈឺរបស់គាត់ឈ្មោះ Isadora នៅក្នុងបន្ទប់គេងអ្នកទាំងពីរប្រញាប់ប្រញាល់ទៅពិនិត្យមើលនាងហើយនាងភ័យស្លន់ស្លោពេលឮថា Spike នឹងវឹកហាត់នៅថ្ងៃនេះមានការឈ្លោះប្រកែកគ្នាប៉ុន្តែបន្ទាប់ពីពាក្យពីរបីម៉ាត់នាងក៏ស្ងប់ចិត្តនាងតែងតែមានការចងចាំមិនល្អនិងមានការភ័ន្តច្រឡំដូច្នេះពាក់កណ្ដាលในពេលវេលាដែលនាងមិនយល់ពីអ្វីដែលកំពុងកើតឡើងត្រឡប់ទៅផ្ទះបាយវិញ Spike រក Sam ដែលផ្ដល់ឲ្យគាត់នៅម៉ាកធ្នូថ្មីនៅពេលដែលពួកគេចាក់ចេញពីទីក្រុងមនុស្សគ្រប់គ្នាអបអរសាទរ Spike ហើយជូនពរឲ្យគាត់ជួបតែសំណាងល្អនៅខ្លោងទ្វារទីក្រុង Jenny រំលឹកគាត់អំពីច្បាប់មនុស្សគ្រប់រូបដែលចាក់ចេញត្រូវបានអនុញ្ញាតឲ្យត្រឡប់មកវិញប៉ុន្តែប្រសិនបើមាននរណាម្នាក់មិនត្រឡប់មកវិញគ្មាននរណាម្នាក់នឹងទៅរកពួកគេទេការជួយសង្គ្រោះបានធ្វើឲ្យពួកគេបាត់បង់ជីវិតមនុស្សច្រើនពេកហើយបន្ទាប់មកអ្នកទាំងពីរបានឆ្លងកាត់ផ្លូវដើម្បីទៅដល់ដីគោក James ចែករំលែករឿងរ៉ាវជាច្រើនពីសម័យបុរាណហើយ Spike មិនអាចជឿថាមនុស្សអាចរស់នៅឆ្ងាយពីសមុទ្រពួកគេឆ្លងកាត់ស្ពានមួយដើម្បីទៅដល់ព្រៃដោយតែងតែស្ដាប់សរៅដែលអាចកើតមានទីបំផុតពួកគេបានរកឃើញសត្វដែលឆ្លងមេរោគយឺតមួយកំពុងវានៅលើដីជាមួយនឹងសត្វស្លាបមួយនៅលើខ្នងរបស់វានៅពេលដែលវាឈប់ស៊ីដង្កូវ Spike យកធ្នូរបស់គាត់ត្រៀមខ្លួនរួចរាល់ហើយបាញ់ព្រួញដែលចាក់ចំរបស់មនុស្សដែលឆ្លងមេរោគសម្រាប់ការស្លាប់យ៉ាងឆាប់រហ័សមនុស្សដែលឆ្លងមេរោគម្នាក់ទៀតចូលមករកពួកគេពីខាងក្រោយដូច្នេះ James សម្លាប់វាដោយព្រួញដែលសំឡេងរំខានតាក់ទាញសត្វចម្លែកកាន់តែច្រើនហើយ James សម្លាប់មួយក្បាលទៀតប៉ុន្តែ Spike សុំឲ្យគាត់ដោះលែងមួយចុងក្រោយ James មានមោទនភាពចំពោះកូនប្រុសរបស់គាត់ទោះយ៉ាងណា Spike មានអារម្មណ៍ចម្លែកអំពីការសម្លាប់មនុស្សពីរនាក់បន្តដំណើរទៅមុខទៀតឆ្លងកាត់ព្រៃហើយឃើញសត្វដ៏ស្រស់ស្អាតមួយចំនួនទីបំផុតពួកគេបានរកឃើញផ្ទះបោះបង់ចោលមួយកន្លែងដែរអ្នកឆ្លងមេរោគម្នាក់ត្រូវបានចង់ជួចុះក្រោមដោយមានថង់គ្រប់ក្បាលរបស់គាត់ហើយអក្សរត្រូវបានឆ្លាក់នៅលើខ្នងរបស់គាត់ James សន្មតថាមាននរណាម្នាក់ចាប់គាត់ក្នុងនាមជាមនុស្សហើយទុកគាត់ជានុយដូច្នេះឥឡូវនេះគាត់គឺជាអ្នកឆ្លងមេរោគដែរគាត់ចង់ឲ្យ Spike សម្លាប់វាប៉ុន្តែអ្នកឆ្លងមេរោគបន្តការតស៊ូហើយក្មេងនោះភ័យខ្លាំងពេកមេរោគបានគ្រប់គ្រងការដោះលែងខ្លួនឯងហើយ Spike ភ្ញាក់ផ្អើលជាខ្លាំងបាញ់ដូច្នេះព្រួញចំក្បាលសម្លាប់សត្វចម្លែកបន្ទាប់មកពួកគេបន្តដើរវង្វេងហើយរកឃើញសត្វស៊ីពាក់កណ្ដាលនៅលើដី Spike សម្លឹងមើលទៅលើហើយរកឃើញក្បាលនិងឆ្អឹងខ្នងរបស់វាកំពុងជាប់នៅលើដើមឈើនេះជាលើកដំបូងហើយដែល James បារម្ភនៅថ្ងៃនេះពីព្រោះរឿងនេះអាចធ្វើបានដោយសារតែមេរោគ Alpha ឆ្លងគាត់បានជំរុញកូនប្រុសរបស់គាត់ឲ្យផ្លាស់ទីលឿនជាងមុននិងមិនបង្កសំឡេងរំខានដូចដែលពួកគេបន្តដំណើរទៅមុខនៅពេលដែលពួកគេទៅដល់វាលទំនេរពួកគេបានប្រទះឃើញហ្វូងមនុស្សដែលបានឆ្លងមេរោគនិងមេដឹកនាំ Alpha របស់ពួកគេដូច្នេះអ្នកទាំងពីរប្រញាប់ត្រឡប់ទៅព្រៃវិញខណៈពេលដែលការដេញតាមកើតឡើងគ្រោះថ្នាក់មិនបានបញ្ឈប់ James ពីការបន្តវឹកហាត់ Spike ដោយប្រាប់គាត់ពីរបៀបបាញ់នោះទេកំពុងធ្វើចលនានឹងទៅរកការវាយប្រហារដែលជាបេះដូងនឹងក្បាលពួកគេត្រឡប់ទៅផ្ទះដែលគេបោះបង់ចោលវិញបាញ់សម្រាប់មេរោគដែលឆ្លងមករកពួកគេគ្រប់គ្នាខណៈពេលដែលកំពុងស្វែងរកកន្លែងសុវត្ថិភាពដើម្បីលាក់ខ្លួនទីបំផុតពួកគេបានរកឃើញច្រកចូលទៅបន្ទប់ឯកហើយឡើងចូលទៅខាងក្នុងបិទវាមុនពេលដែលមេរោគអាចមើលឃើញពួកគេមកកន្លងផុតទៅហើយអ្នកទាំងពីរក៏បន្តរកមើលនៅខាងក្រៅប៉ុន្តែ Alpha មិនដែលចាក់ចេញពីតំបន់នោះទេ James ពន្យល់ប្រាប់កូនប្រុសរបស់គាត់ថា Alpha មានទំហំធំជាងឆ្លាតជាងហើយត្រូវការព្រួញជាច្រើនពេកដើម្បីសម្រាប់ពួកគេមិនមានព្រួញសេះសទេដូច្នេះសម្រាប់ពេលនេះពួកគេនឹងត្រូវរងចាំ Spike មានអារម្មណ៍ថាមានកំហុសដោយសារតែគាត់ខកខានការបាញ់មួយចំនួនហើយខ្លាចពេកក្នុងការបាញ់លឿនជាងមុនប៉ុន្តែ James ធានាគាត់ថាគាត់ធ្វើបានយ៉ាងអស្ចារ្យសម្រាប់លើកដំបូងរបស់គាត់ពាក់កណ្ដាលយប់ពួកគេឃើញមនុស្សម្នាក់មានភ្លើងហើយ James ពន្យល់ថានោះគឺជាល្បាតចតាល័យសាកនៅម្ខាងទៀតពួកគេឃើញភ្លើងហើយ Spike ចង់ដឹងអំពីវាប៉ុន្តែ James ប្រញាប់ផ្លាស់ប្ដូរប្រធានបទនៅពេលដែល Spike ដេកលក់គាត់មានសុបិនអាក្រក់ចម្លែកមួយអំពីម្ដាយរបស់គាត់លងទឹកនៅក្នុងរចនាសម្ព័ន្ធដែលញ័រ James ដាស់គាត់ឡើងព្រោះផ្ទះគឺជាផ្ទះដែលកំពុងញ័រហើយពួកគេត្រូវតែចេញទៅក្រៅក្រុមទាំងពីរប្រញាប់ប្រញាល់ចេញទៅក្រៅហើយគេចខ្លួនបានទាន់ពេលមុនពេលដែរដំបូងរលំដោយដឹងថាសំឡេងរំខាននឹងតាក់ទាញអ្នកឆ្លងមេរោគ James និង Spike ចាប់ផ្ដើមរត់ទៅផ្ទះវិញឲ្យបានលឿនតាមដែរសត្វស្លាបមួយហ្វូងហើរពីលើពួកគេហើយសត្វ Alpha លេចមុខនៅលើផ្លូវដើម្បីដេញតាមពួកគេ Spike រអិលលើទឹកមួយចំនួនដងប៉ុន្តែ James ប្រតិកម្មយ៉ាងរហ័សដើម្បីជួយស្រែកនិងផ្លុំកញ្ចែដើម្បីដាស់តឿនឆ្មាំនៅខ្លោងទ្វារអាចធ្វើទៅបានចំណូលទឹកបានគ្រប់ដណ្ដប់ផ្លូវលំហើយបាញ់គាត់ដោយព្រួញដើម្បីធ្វើឲ្យគាត់ដួលសត្វនេះងើបឡើងវិញយ៉ាងឆាប់រហ័សដូច្នេះព្រួញបន្ទាប់ត្រូវបានដុតមុនពេលបាញ់រឿងនេះពិតជាធ្វើឲ្យ Alpha ធ្លាក់ចុះហើយ James អាចអូសកូនប្រុសរបស់គាត់ទៅកាន់ច្រកទ្វារ Jenny ធ្វើឲ្យពួកគេរងចាំពី3វិនាទីរហូតដល់នាងប្រកាសថាពួកគេមិនឆ្លងមេរោគមុនពេលបើកទ្វារឲ្យពួកគេចូលក្រោយមកនៅឯពិធីជប់លៀងមនុស្សគ្រប់គ្នាអបអរសាទរការវិលត្រឡប់របស់ Spike នឹងការសម្លាប់លើកដំបូង James ប្រាប់រឿងពេញលេញប៉ុន្តែ Spike មិនសប្បាយចិត្តនឹងការអបអរសាទរការសម្លាប់ច្រើនយ៉ាងនេះទេហ្វូងមនុស្សលើក Spike ដាក់លើកៅអីហើយគាត់ត្រូវបានអនុញ្ញាតឲ្យផឹកទីបំផុត Spike គឺ
មានអារម្មណ៍ហួសហេតុពេកហើយប្រញាប់ចេញទៅខាងក្រៅដើម្បីក្អួតនៅពេលនោះគាត់ឃើញ James លួចលាក់ជាមួយស្ត្រីម្នាក់ទៀតហើយមានការខកចិត្តជាខ្លាំងនៅពេលដែលបានឃើញឪពុករបស់គាត់មានស្នេហា Spike ត្រឡប់ទៅផ្ទះវិញដែល Sam កំពុងមើលថែ Isla ដែលកំពុងដេកលក់បន្ទាប់ពីចែករំលែកព័ត៌មានលម្អិតអំពីដំណើរផ្សងព្រេងរបស់គាត់ Spike សួរ Sam អំពីភ្លើងដែលគាត់បានឃើញ Sam គិតថា The Cousin ជាអ្នកដុតហើយនិយាយថា James បដិសេធមិននិយាយអំពីគាត់ដោយហេតុផលមួយប៉ុន្តែគាត់មិនបានពន្យល់បន្ថែមទេនៅព្រឹកបន្ទាប់ Isla ភ្ញាក់ពីដំណេកដោយមានការឈឺក្បាលយ៉ាងខ្លាំងហើយសុំថ្នាំប៉ុន្តែ Spike មិនដឹងរកវានៅឯណាទេបន្ទាប់មក James ត្រឡប់មកវិញហើយ Spike ឈរមើលមុខគាត់លេងបានដូច្នេះគាត់ក៏ចាក់ចេញពីបន្ទប់បន្ទាប់ពី 2-3 នាទី Spike ប្រមូលកម្លាំងដើម្បីសួរ James ហេតុអ្វីបានជាគាត់មិនបានប្រាប់ Cousin ឲ្យពិនិត្យមើល Isla James ពន្យល់ថា Cousin បានឈួតជាយូរមកហើយចែករំលែករឿងនោះរឿងរ៉ាវអំពីអ្វីដែលបានកើតឡើងកាលពីលើកមុនដែលពួកគេបានព្យាយាមទៅសួរសុខទុក្ខគាត់កាលពី15ឆ្នាំមុនក្រុមអ្នកប្រមូលផ្ដុំដែលរួមមាន James បានរកឃើញសាកសពប្រព័ន្ធអ្នកនៅលើដីដែលបានរៀបចំយ៉ាងស្អាតជារៀងជួរជុំវិញភ្លើងដ៏ធំ Cousin ហាក់ដូចជានាំសាកសពទៅកាន់ភ្លើងហើយថែមទាំងគ្រវីដៃទៅកាន់ក្រុមដែលរត់គេចខ្លួនដោយភាពភ័យរន្ធត់ Spike ទូចថា Isla ត្រូវការជំនួយហើយស្រែកហៅគាត់ប៉ាសម្រាប់ការផិតក្បត់របស់គាត់ដែលបញ្ចប់ដោយ James ផ្ទះកំភ្លៀងគាត់សោកស្ដាយភ្លាមប៉ុន្តែ Spike រត់ទៅជាន់ខាងលើទៅម្ដាយរបស់គាត់ពេល James ព្យាយាមដើរតាមគាត់ Spike យកកាំបិតចេញហើយប្រាប់គាត់ឲ្យនៅឆ្ងាយពីពួកគេ James តកហូតអាវុធគាត់យ៉ាងងាយប៉ុន្តែគាត់មិនចង់ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទេដូច្នេះគាត់ប្រគល់កាំបិតទៅ Spike វិញហើយចាក់ចេញទៅពេលខ្លះក្រោយមក Spike បំភ្លឺជំរកបន្ទាប់មកគាត់រត់ទៅប្រមានឆ្មាំដោយនិយាយថាអ្នកគ្រប់គ្នានៅក្នុងទីក្រុងត្រូវការជំនួយដើម្បីបន្លត់អណ្ដាតភ្លើងគាត់សន្យាថានឹងមើលថែខណៈពេលដែលមនុស្សពេញវ័យបាត់ទៅប៉ុន្តែភ្លាមពេលគាត់នៅម្នាក់ឯង Spike យក Isla មកវិញហើយពួកគេចាក់ចេញតាមច្រកទ្វារដើម្បីធ្វើដំណើរទៅកាន់ដីគោក Isla ភ័យស្លន់ស្លោនៅពេលដឹងថាពួកគេនៅទីណាហើយនៅតែបន្តឲ្យ James ហើយឪពុករបស់នាង Spike ធ្វើឲ្យនាងស្ងប់ហើយបញ្ចុះបញ្ចូលនាងថាគ្រូពេទ្យនឹងជួយនាងបន្ទាប់ពីដល់ពេញមួយថ្ងៃពួកគេបានរកឃើញអគារមួយដើម្បីស្នាក់នៅមួយយប់ Isla អស់សង្ឃឹមនឹងការបន្តមើលហើយដាស់ Spike ឲ្យចែករំលែករឿងរ៉ាវពីមុនការផ្ទុះឡើងដោយនិយាយថា Spike គឺស្រដៀងនឹងឪពុករបស់នាងខ្លាំងណាស់នៅពេលដែលការសន្ទនាបន្តអ៊ីសាចាប់ផ្ដើមហៅ Spike ថាប៉ាគាត់ប្រាប់នាងឲ្យដេកលក់ខណៈពេលដែលគាត់បន្តយាមជាអកុសល Spike ហត់នឿយហើយបានងុយដេកដូចគ្នាដូច្នេះអ្នកឆ្លងមេរោគម្នាក់អាចចូលអគារបានវាព្យាយាមស៊ីខ្សែស្បែកជើងរបស់ Spike ហើយខ្ជាក់វាចេញនៅពេលដែលវាដឹងថាវាមិនមែនជាដង្កូវបន្ទាប់មកវាចូលទៅជិតមុខរបស់ Spike ប៉ុន្តែនៅពេលដែលវាកំពុងខំមានអ្នកទាញវាមកវិញនៅពេលនោះ Spike ភ្ញាក់ឡើងហើយគិតថាគាត់សុបិនឃើញរឿងទាំងមូលប៉ុន្តែសាកសពរបស់អ្នកឆ្លងមេរោគនៅក្បែរនោះអេសនិយាយថានាងមិនដឹងថាមានរឿងអ្វីកើតឡើងទេប៉ុន្តែការចងចាំបង្ហាញថានាងបានវាក្បាលអ្នកឆ្លងមេរោគទោះនឹងរូបសំណាកស្រុកពេលដែលទាហានមួយក្រុមកំពុងត្រូវបានដេញតាមហ្វូងអ្នកឆ្លងមេរោគពួកគេព្យាយាមបាញ់ឲ្យបានច្រើនសឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបានប៉ុន្តែទាហានជាច្រើនអ្នករងរបួសហើយពួកគេមិនមានគ្រាប់កាំភ្លើងច្រើននៅសល់ទេមិនយូរប៉ុន្មានអ្នកដែលបានឆ្លងមេរោគតាមទាន់ពួកគេហើយចាប់ផ្ដើមខំពួកគេបណ្ដាលឲ្យពួកគេប្រែជាសត្វចម្លែកផងដែរទាហានផ្សេងទៀតត្រូវបានបង្ខំឲ្យបាញ់មិត្តរួមក្រុមរបស់ពួកគេហើយមានតែ3អ្នកប៉ុណ្ណោះដែលគេខ្លួនបានពួកគេទៅដល់ផ្លូវរួមក្រោមដីមួយហើយបិទទ្វារមុននឹងបើកការបាញ់ប្រហារដើម្បីសម្លាប់អ្នកដែរឆ្លងមេរោគដែលចូលទៅជិតពេកបន្ទាប់មកពួកគេរុករកផ្លូវរួមក្រោមដីតែត្រូវលោតលើដោយ Alpha គាត់ចាប់បានទាហានម្នាក់ហើយក្បាលរបស់គាត់ចេញជាមួយឆ្អឹងខ្នងដែលគាត់ប្រើដើម្បីទម្លាក់បុរសម្នាក់ទៀតទាហានទី3បាញ់នៅឯអ្នកឆ្លងមេរោគកាន់តែច្រើននៅមាត់ទ្វារហើយរត់ចេញពីរួមក្រោមដីត្រឡប់ទៅ Iswa និង Spike វិញពួកគេបន្តដំណើរពេលកំពុងដោះស្រាយជាមួយការបំផន់របស់ Iswa នៅពេលដែលពួកគេរកឃើញរូបសំណាកចាស់មួយនាងនិយាយទៅកាន់ Spike មួយសន្ទុះដោយគិតថាគាត់ជាឪពុករបស់នាងចាប់ផ្ដើមហូរឈាមហើយក្លិនតាក់ទាញអ្នកឆ្លងមេរោគប៉ុន្តែ Spike សម្លាប់វាភ្លាមដោយព្រួញឈាមខ្លះរបស់វាធ្លាក់នៅលើថ្ងាសរបស់ Isa ដូច្នេះ Spike ប្រញាប់សម្អាតវាមុនពេលនាងអាចប៉ះវាបានមិនយូរប៉ុន្មានអ្នកឆ្លងមេរោគជាច្រើនបានមកដល់ហើយអ្នកទាំងពីររត់គេចខ្លួនឲ្យបានលឿនតាមដែលអាចធ្វើទៅបានជាមួយនឹងព្រួញបាញ់កាំភ្លើងនៅពេលដែលសត្រូវចូលមកជិតពេកទីបំផុតពួកគេទៅដល់ហ្គាសស្ថានីយ៍ហើយតស៊ូជាមួយនឹងទ្វាររហូតដល់ពួកគេអាចចូលទៅខាងក្នុងបានបន្ទប់ពោពេញទៅដោយផ្សែងដែលធ្វើឲ្យពិបាកតបដង្ហើមអ្នកឆ្លងមេរោគដើរតាមពួកគេចូលទៅខាងក្នុងហើយក្រុមទាំងពីរត្រូវបន្តរត់ Spike ចាប់យកវត្ថុមួយចំនួនហើយបោះវាទៅសត្វដើម្បីបន្ថយល្បឿនពួកគេមានសត្វចម្លែកច្រើនពេកហើយពួកវាកំពុងឡោមព័ទ្ធពួកគេនៅទីបញ្ចប់ប៉ុន្តែនៅពេលនោះទ្វារពីដានបើកហើយទាហាន Eric ប្រាប់អ្នកទាំងពីរឲ្យលាក់ខ្លួនបន្ទាប់មកគាត់បើកការបាញ់ប្រហារទៅលើអ្នកដែលឆ្លងមេរោគនិងការប៉ះពាល់ជាមួយនឹងផ្សែងបណ្ដាលឲ្យមានការផ្ទុះយ៉ាងខ្លាំងអណ្ដាតភ្លើងឆេះសត្វទាំងអស់ដែលព្យាយាមរត់គេចអស់សង្ឃឹមប៉ុន្តែបានដួលស្លាប់មុនពេលពួកគេអាចចាក់ចេញ Iswa និង Spike បានលាក់ខ្លួនយ៉ាងល្អហើយមិនរងរបួសទេភ្លាមពេលមានឱកាសពួកគេចាក់ចេញអាគារខណៈពេលដែល Isla ក្អួតនឹងឈឺក្បាល Eric ចូលមករកពួកគេដើម្បីសុំការណែនាំនិងភ័យនៅពេលដែល Spike មិនមានចម្លើយសម្រាប់គាត់នៅទីបញ្ចប់ Eric សម្រេចចិត្តទៅជាមួយពួកគេហើយថែមទាំងស្ម័គ្រចិត្តដឹក Isla ខណៈពេលដែរពួកគេធ្វើដំណើរបន្ទាប់ពី 2-3 ម៉ោងពួកគេឈប់សម្រាកនិងបរិភោគផ្លែប៉ោម Eric សាកល្បងទូរស័ព្ទរបស់គាត់ប៉ុន្តែគាត់មានគ្មានសេវាទេហើយថ្មនៅសល់តិចតួច Spike មិនដែលឃើញទូរស័ព្ទពីមុនទេដូច្នេះ Eric បង្រៀនគាត់ពីរបៀបដែលវាដំណើរការហើយបង្ហាញគាត់នៅរូបភាពមិត្តស្រីរបស់គាត់ដោយសារ Spike មិនដែលឃើញការវះកាត់កែសម្ផស្សដែរគាត់គិតថាស្ត្រីនោះមើលទៅចម្លែកនៅពេលនោះពេលដែលថ្មអស់ហើយ Eric បោះទូរស័ព្ទចោលបន្ទាប់មកក្រុមចាប់ផ្ដើមធ្វើដំណើរហើយ Isla ចាក់ចេញពីបុរសនៅពីក្រោយពេលដែលនាងឬសំឡេងមួយនាងដើរតាមសំឡេងនោះទៅកាន់រថភ្លើងដែលគេបោះបង់ចោលដែលពេញទៅដោយសត្វកណ្ដុរហើយនៅខាងក្នុងនាងមានការភ្ញាក់ផ្អើលពេលដែលបានរកឃើញស្ត្រីឆ្លងមេរោគមានផ្ទៃពោះដំបងឡើយអ្នកឆ្លងមេរោគមានការឈ្លានពានប៉ុន្តែ Isla បង្ហាញថានាងមិនមានបំណងធ្វើបាបទេហើយជួយនាងសម្រាលកូននៅពេលក្មេងប្រុសមកដល់ Isla ឲ្យ Spike កាត់ទង់ផ្ចិតហើយសម្អាតទារោគដោយទឹកនៅពេលដែលអ្នកឆ្លងមេរោគក្រហមហើយផ្លាស់ទីទៅមុខ Eric បាញ់សម្លាប់នាងភ្លាម Eric ចង់សម្លាប់ទារោគនោះដែរទោះយ៉ាងណាក៏ដោយ Spike និង Isla មានបានពិនិត្យមើលឲ្យកាន់តែច្បាស់ហើយសន្និដ្ឋានថាកុមារនោះគឺជាមនុស្សនៅពេលដែល Eric ហៀបនឹងបាញ់យ៉ាងណាក៏ដោយដៃដែលឆ្លងមេរោគលេចចេញមកតាមរយៈពីដានហើយទាញគាត់ចេញបន្ទាប់មកអ្នកឆ្លងលោតចូលទៅខាងក្នុងបង្ហាញថាគាត់ជា Alpha ហើយគាត់គឺជាក្បាលរបស់ Eric នៅពេលដែលគាត់កត់សម្គាល់អ្នកឆ្លងមេរោគដែលបានស្លាប់គាត់ខឹងហើយចាប់ផ្ដើមដេញតាមមនុស្សនៅពេលដែលពួកគេរត់
Spike បន្តបាញ់ព្រួញដែលមិនបណ្ដាលឲ្យខូចខាតច្រើនទេប៉ុន្តែយ៉ាងហោចណាស់បន្ថយល្បឿន Alpha ឆាប់នេះ Spike is one នឹងទារកអាចចុះពីរថភ្លើងបានហើយ Alpha ក៏ធ្វើដូចគ្នាដើម្បីបន្តការដេញតាមប៉ុន្តែលោកវិជ្ជបណ្ឌិត Coulson មកដល់ហើយវាគាត់ដោយព្រួញថ្នាំសណ្ដំបន្ទាប់មក Coulson ណែនាំខ្លួនដោយពន្យល់ថាគាត់រក្សារាងកាយរបស់គាត់គ្រប់ដណ្ដប់ដោយយោព្រោះវាការពារគាត់ពីមេរោគគាត់យកក្បាលរបស់ Eric ខណៈដែលគាត់ហៅ Alpha Samson ហើយនិយាយថាគាត់បានរស់នៅក្នុងតំបន់នេះអស់រយៈពេល3ឆ្នាំប៉ុន្តែជាធម្មតា Coulson រក្សាគម្លាតរបស់គាត់ Spike សុំឲ្យវិជ្ជបណ្ឌិតជួយម៉ាក់របស់គាត់ហើយ Coulson យកព្រមនាំពួកគេទៅប្រាសាទឆ្អឹងរបស់គាត់ដែលជាកន្លែងដូចទីសក្ការៈដែលគាត់បានបង្កើតឡើងដើម្បីចងចាំអ្នកស្លាប់រាប់ពាន់នាក់ឆ្អឹងត្រូវបានចងជាសសរហើយលាក្បាលត្រូវបានកោដើម្បីធ្វើជាប៉ម Coulson បានប្រើទាំងមនុស្សនិងអ្នកឆ្លងពីព្រោះគាត់គិតថាពួកគេស្រដៀងគ្នាខ្លាំងណាស់ក្បាលរបស់ Eric ត្រូវបានបោះចូលក្នុងភ្លើងហើយនៅពេលដែលសាច់ទាំងអស់ត្រូវបានដុតចេញ Coulson លាងលាក្បាលហើយសុំ Spike បន្ថែមវាទៅក្នុងប៉មបន្ទាប់មក Coulson រឿងរ៉ាវរបស់ទារកហើយសន្និដ្ឋានថាសុកបានការពារនាងពីការឆ្លងមេរោគគាត់ធ្វើការធ្វើតេស្តជាច្រើនលើ Iswa ហើយកំណត់ថានាងមានជំងឺមហារីកដំណាក់កាលចុងក្រោយខណៈពេលដែល Iswa យំ Spike ភ័យស្លន់ស្លោព្រោះគាត់មិនយល់ថាគាត់មិនអាចគ្រាន់តែលួចខ្លះថ្នាំព្យាបាលនាង Iswa សម្រាប់ទុកកូនប្រុសរបស់នាងហើយសារភាពថានាងមានការសង្ស័យពីជំងឺមហារីកមួយរយៈប៉ុន្តែនាងមិនមានប្រកាសដោយរក្សាភ្នែករបស់ Spike ចេញ Iswa ធ្វើកាយវិការឲ្យ Coulson បង្ហាញការយល់ព្រមរបស់នាងចំពោះសេចក្តីមេត្តាករុណា Coulson បង្រៀនគាត់អំពីគំនិតនៃមេម៉ង់តូម៉ូរីនិងមេម៉ង់តូអាម៉ូរីដែលមានន័យថាមនុស្សគ្រប់រូបត្រូវចងចាំថាស្លាប់ដោយក្តីស្រឡាញ់នៅពេលត្រឹមត្រូវអ៊ីសាដាក់ទារកក្នុងដៃរបស់ Spike មុនពេលដើរតាម Coulson ទៅព្រៃដែលគាត់ដាក់នាងឲ្យផុតពីទុកសោករបស់នាង Spike គិតអំពីការចងចាំដ៏រីករាយទាំងអស់ជាមួយម្ដាយរបស់គាត់រហូតដល់ Coulson ត្រឡប់មកវិញជាមួយនឹងលាក្បាលស្អាតរបស់អ៊ីសាបន្ទាប់ពីដោយប្រគល់ទារកទៅឲ្យវិជ្ជបណ្ឌិត Spike ឡើងលើប៉មហើយដាក់លាក្បាលរបស់អ៊ីស្លានៅផ្នែកខាងលើបំផុតនៅពេលថ្ងៃរះនៅពេលព្រឹក Samson លេចមុខរត់លើទីវាលដូច្នេះ Coulson រុញក្មេងចូលទៅក្នុងរណ្ដៅសម្ងាត់ដែលគាត់បានសាងសង់សម្រាប់ការការពារ Samson រកឃើញពួកគេហើយក្រហមដាក់ពួកគេខណៈពេលដែលគាត់ព្យាយាមដកគម្រប់ចេញប៉ុន្តែគាត់មិនអាចហើយបោះបង់ចោលក្រុមនោះគិតថាពួកគេមានសុវត្ថិភាពទូយ៉ាងណា Samson ត្រឡប់មកវិញដោយបំបែកឈើហើយចាប់ Coulson អង្រួនគាត់ជុំវិញមុនពេលចាប់ផ្ដើមថប់ដង្ហើមគាត់ Spike ទទួលបានបញ្ចូលសន្លប់របស់វិជ្ជបណ្ឌិតហើយចាក់ដៃរបស់ Samson ដែលភ្លាមតាក់គាត់ឲ្យដេកលក់ហើយជួយសង្គ្រោះ Coulson បន្ទាប់ពីនោះ Spike ធ្វើដំណើរត្រឡប់ទៅទីក្រុងវិញជាមួយទារកនៅក្នុងកន្ត្រកគាត់ដាក់ឈ្មោះ Iswa របស់គាត់ហើយទុកនាងចោលជាមួយនឹងកំណត់ត្រានៅខាងក្រៅខ្លោងទ្វារដើម្បីឲ្យ Jenny រកឃើញកំណត់ត្រានេះត្រូវបានគេយកទៅឲ្យ James ដែលអានវាទៅដឹងថា Spike បានបាត់ខ្លួនហើយមិនចង់ឲ្យគេរកឃើញទេលិខិតនេះក៏បញ្ជាក់ផងដែរថា Coulson មិនឈួតទេហើយទារកស្អាត James ដែលអស់សង្ឃឹមរត់ចេញពីទីក្រុងដើម្បីរកកូនប្រុសរបស់គាត់ទូយ៉ាងណាក៏ដោយចំណូលខ្ពស់ពេកហើយគាត់មិនអាចទៅឆ្ងាយបានទេ28ថ្ងៃក្រោយមក Spike ដើរវង្វេងនៅដីគោកនិងរស់រានមានជីវិតដោយសារសត្វដែលគាត់ប្រមាញ់នៅពេលអ្នកផ្ទុកមេរោគព្យាយាមចូលទៅគៀកគាត់សម្លាប់វាយ៉ាងងាយស្រួលដោយគ្រាប់កាំភ្លើងមួយគ្រាប់មានសត្វជាច្រើនទៀតកំពុងមកដូច្នេះ Spike ត្រូវតែរត់គេចខ្លួនផ្លូវត្រូវបានបិទដោយជញ្ជាំងថ្មដ៏ធំមួយប៉ុន្តែជាសំណាងល្អមានតែអ្នកផ្ទុកមេរោគម្នាក់ប៉ុណ្ណោះដែលរកឃើញគាត់នៅទីនោះហើយ Spike សម្លាប់វាភ្លាមពេកស្រាប់តែមាននរណាម្នាក់ធ្វើឲ្យមានការភ្ញាក់ផ្អើលហើយ Spike ងាកមកឃើញ Jimmy ចាស់ម្នាក់ដែលនៅតែពាក់ឈើឆ្កាងរបស់ឪពុកគាត់ Jimmy មានការចាប់អារម្មណ៍ចំពោះជំនាញរបស់ Spike ហើយបង្ហាញថាគាត់មានក្រុមតខ្លួនមានច្រើនទៀតឆ្លងមេរោគមកដល់ដូច្នេះក្រុមនោះលោតចេញពីជញ្ជាំងហើយប្រយុទ្ធគ្នាដើម្បីកម្ចាត់សត្វទាំងអស់ក្នុងរយៈពេល1នាទីពួកគេសាច់ពេលកំពុងធ្វើវាព្រោះពួកគេចូលចិត្តសម្លាប់យ៉ាងខុសខើបែបនេះ Jimmy អបអរសាទរជ័យជំនះជាមួយការលើកទឹកចិត្តនិងប្រាប់ Spike ថាពួកគេគួរ